បងប្អូនទាំងអស់គ្នាប្រហែលជាធ្លាប់ឮហើយនៅក្នុងបទចម្រៀងគេជឿថាសំពងផ្កាចាបទត្រជាក់ផ្កាចាតែខ្ញុំមិនដែលបានឃើញផ្កាចាផ្ទាល់ហើយខ្ញុំជឿថាបងប្អូនទាំងអស់គ្នាក៏មិនដែលបានជួបផ្កាចាប្រហែលដែរទេប៉ុន្តែថ្ងៃនេះគឺខ្ញុំបានមកឃើញផ្ទាល់បានមកជួបផ្ទាល់បានដឹងថាផ្កាចាគឺពិតជាមានសម្រស់ស្រស់ស្អាតមែនប្រហែលមកពីផ្កាចាវាស្រស់ស្អាតឬក៏វាមានប្រវត្តិបែបណាទេបានជាអ្នកនិពន្ធគេតែងតែយកផ្កាចាទៅដាក់នៅក្នុងបទចម្រៀងឬក៏យកតួស្រីនៅក្នុងបទភ្លេងការទៅប្រៀបប្រដូចនឹងផ្កាចាណាបងប្អូនបើយើងនិយាយពីដើមចាបច្ចុប្បន្ននេះយើងមិនសូវជាឃើញមានប្រមាណទេនៅតំបន់ខ្លះក៏មានហើយនៅតំបន់ខ្លះទៀតស្ទើរតែលែងមានតែម្ដងហើយចំពោះក្មេងៗនៅចំនួនក្រោយនេះខ្ញុំជឿថាមិនសូវជាមានអ្នកស្គាល់ដើមចាប្រមាណទេប៉ុន្តែបើសិនជាគាត់រស់នៅតំបន់មួយដែលមានដើមចាដ៏ច្រើនគាត់អាចនឹងស្គាល់បានច្រើនតាមរយៈចាស់ៗប្រាប់គាត់ឬក៏ដោយសារតែភាពតាក់ទាញដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់ផ្កាវាអាចធ្វើឲ្យយើងបានស្គាល់បានច្រើនឥឡូវនេះខ្ញុំកំពុងតែនៅក្រោមដើមចាមួយដ៏ធំនៅកណ្ដាលវាលស្រែដែលកំពុងតែមានផ្ការីកស្គុះស្គាយច្រើនមែនទែនមើលទៅវាពិតជាស្អាតខ្លាំងណាស់បងប្អូនហើយវាគឺជាអារម្មណ៍ទី1ហើយដែលខ្ញុំបានជួបផ្កាចាបានឃើញផ្កាចាវាពិតជាស្រស់ស្អាតមែននៅក្នុងវចនានុក្រមរបស់សម្ដេចសង្ឃជួនណាតចាគឺជាឈ្មោះឈើមានផ្កាសម្បុរក្រហមក្លិនឆ្អាបលក្ខណៈសម្គាល់របស់ដើមចានោះគឺដើមរបស់វាមានកម្ពស់ចន្លោះចាប់ពី8ម៉ែត្រទៅ10ម៉ែត្រវាអាចខ្ពស់ជាងនឹងឬក៏ទាបជាងនឹងមានសម្បកក្រាស់ដែលចាស់បុរាណណាគេអាចយកទៅដំយកសម្បកវាបងប្អូនទៅដំទៅវិញធ្វើជាខ្សែពួរឬក៏ធ្វើជាស្បែកជើងធ្វើជាស្បែកជើងសង្រែកហ្នឹងបងប្អូនហើយសាច់ឈើគេអាចយកទៅធ្វើជាផ្ទះឬក៏ធ្វើជាសំណង់ស្លឹកចាគឺទំហំធំជាងម្ដាយបងប្អូនវាអាចធំជាងនឹងឬក៏តូចជាងនឹងមានរូបរាងស្ទើរមូលស្ទើរពងកពើមាន3សន្លឹកនៅលើទងស្លឹកតែមួយណាហើយស្លឹកនេះផងដែរគេអាចយកវាទៅវេចខ្ចប់ចំណីអាហារម្ហូបអាហារឬក៏ទ្រព្យសម្រាប់ចាក់ផែនស្វាយប៉ុន្តែបច្ចុប្បន្ននេះប្រហែលជាមិនមានគេប្រើទៀតទេដោយសារតែវាហួសសម័យកាលហើយខ្ញុំធ្លាប់ឮចាស់ក៏ប្រាប់ថាជ័រវាហ្នឹងគេអាចយកទៅលាបនៅលើដំបៅឬក៏របួសដែលព្យាបាលជំងឺហ្នឹងពូកែស័ក្តិសិទ្ធិទៀតផងនៅរដូវប្រាំងចន្លោះចាប់ពីខែមករាឯហ្នឹងគឺដើមចាចាប់ដើមជ្រុះស្លឹកបងប្អូននៅពេលដែលវាជ្រុះស្លឹកអស់នៅដើមខែកុម្ភៈវាចាប់ដើមចេញពន្លកផ្កានៅតាមចុងមេឃទេបងប្អូនវាចេញមកតម្រៀបគ្នាជាកញ្ចុំចូលដល់ខែកុម្ភៈហ្នឹងឬក៏ពាក់កណ្ដាលខែកុម្ភៈវាចាប់ដើមចាយផ្កាបងប្អូននៅពេលដែលវាចាយផ្កាគឺវាមានពណ៌ស្រស់ស្អាតមែនទែនហើយនៅក្រោមដើមគឺសតែផ្កាវាដែលជ្រុះមកបងប្អូនហើយផ្កាវានេះគឺមានរូបរាងដូចជាកណាត់កម្មញ្ញៃចឹងបងប្អូននៅលើទងនៅលើសម្បកផ្កាវាបងប្អូនគឺវាបើសិនជាបងប្អូនស្គាល់កណាត់កម្មញ្ញៃប្រហែលជាស្គាល់ហើយបងប្អូនដឹងថាទម្រង់វាយ៉ាងម៉េចដែរហើយរូបរាងវាស្តៀងទៅនឹងផ្កាអង្គាដីឬក៏ផ្កាស្នោទម្រង់ត្រង់ទ្រាយវាណាបងប្អូនគាត់ថាវាមានដូចកម្មញ្ញៃចឹងហើយពណ៌វាគឺពណ៌ដូចស្បង់លោកចឹងបងប្អូនលឿងមិនចំលឿងក្រហមមិនចង់ក្រហមបើយើងមើលពីចម្ងាយគឺស្អាតមែនទែននៅលើដើមបងប្អូនហើយនៅពេលដែលវារយផ្កាគឺនៅក្របដើមវាពោពេញទៅដោយផ្កាដែលមានពណ៌លឿងក្រហមពេញដីតែម្ដងគឺស្អាតមែនទែនបើសិនជាបងប្អូនបានជួបនៅដើមឈើប្រភេទនេះហើយបើសិនជានៅរដូវដែលមានផ្កាទៀតគឺប្រកាសជាដើមចាយបងប្អូនគឺវាស្រស់ស្អាតមែន